សម្បត្តិឈ្មោះពេជ្រសរ៉ាន់អនុប្រធានរដ្ឋាភិបាលហើយក៏ក្នុងនាមតំណាងអង្គភាពរដ្ឋាភិបាលសូមធ្វើការប្រឆាំងជាដាច់ខាតចំពោះការផ្សាយឬក៏ផុសនៅព័ត៌មានคล้ายព្រោះកាលណាផ្ដល់នៅព័ត៌មានคล้ายធ្វើប៉ះពាល់ទៅដល់បុគ្គលប៉ះពាល់ដល់សង្គមប៉ះពាល់ដល់សេដ្ឋកិច្ចជាតិហើយដើម្បីជៀសវាងការแชร์ឬក៏ផុសព័ត៌មានคล้ายនេះយើងអរគ្នាត្រូវស្វែងយល់នៅភេកដែលជាផ្លូវការរបស់រាជរដ្ឋាភិបាលឬក៏របស់សម្ដេចឬក៏របស់ក្រសួងនានាដូចជាក្រសួងព័ត៌មានរបស់ក្រសួងការពិជាតិក្រសួងការបរទេសឬក៏ភេករបស់ខេត្តយើងផ្ទាល់តែម្ដងបាទដើម្បីយើងបានព័ត៌មានពិតដល់ជូនដល់បងប្អូនដែលគាត់ត្រូវការព័ត៌មានពិតជៀសវាងការព័ត៌មានមិនពិតបាទហើយខាងពួកខ្ញុំគឺប្រឆាំងដាច់ខាតចំពោះការផ្ដល់ព័ត៌មានមិនពិតនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗនិយាយថាទេចំពោះព័ត៌មានคล้ายៗ